ស្ងោរម្រះគឺជាម្ហូបដែលពេញនិយមខ្លាំងមែនទែនសម្រាប់គ្រួសាររបស់ខ្ញុំជាពិសេសហើយយាយខ្ញុំគាត់ចូលចិត្តខ្លាំងមែនទែនបងប្អូនចាអញ្ចឹងរបៀបនៅក្នុងការស្ងោរម្រះជាដំបូងហ្នឹងបងប្អូនធ្វើការច្រាំជាមួយនឹងសាច់ជ្រូករបស់យើងសិនអញ្ចឹងតើតើមួយសាច់ជ្រូកចាបងប្អូនអាចធ្វើការច្រាំចាទៅតាមចំណង់ចំណូលចិត្តម៉ត់ក៏បានអីក៏បានបើកាន់តែម៉ត់កាន់តែល្អអញ្ចឹងណាបងប្អូនចាបន្ទាប់មកយើងដាក់ស្ករដាក់ប៊ីចេងចូលស្តុកទៅលើកទី2តែម្សិលមិញម្សិលមួយថ្ងៃអត់បានថតទេដោយសារតែជនបញ្ញាប់ពេកតំណាងបញ្ញាប់ខ្លាំងចាចឹងបងប្អូនទៅណាទៅពេញបើយើងដកត្រឹមតែលើកទី1គឺផ្លែកដកតែ2ដងអត់បាត់ក្លិនខ្ញុំដូរលុយជូនវិញជាពិសេសសំខាន់បងប្អូនដែលមានបញ្ហាក្លិនមាត់ចាពិបាកនៅក្នុងខ្យល់ដកដង្ហើមចាដកដង្ហើមមកមានអារម្មណ៍ថាគឺមានក្លិនមាត់បងប្អូនអាចមកប្រើជាមួយឆ្នាំដល់គ្មានចាបាននេះអត់បាត់100%ជាពិសេសមិញសបងប្អូនដែលញ៉ាំពេលញ៉ាំតែទៅមួយចាមិញពីអាទិត្យគឺចាប់ផ្ដើមឃើញសចាគឺលែងធំក្លិនទៀតតែម្ដងចាជាពិសេសគូនេះគឺល្អផលខ្លាំងមែនទែនសម្រាប់បងប្អូនចង់ចូលដំណើរចែកចាយចំណាយត្រឹមតែ$42បងប្អូនអាចចូលដំណើរចែកចាយបានតែម្ដងចាហើយបងប្អូនបន្តមកទៀតយើងធ្វើការដាក់ទឹកថៃហើយខ្ញុំដាក់ធ្វើការដាក់ជាមួយនឹងប្រេងខ្យងចូលបន្តិចហើយម្រេចយំទៅបើនិយាយវិធីម្រេចនេះគឺខ្វះអត់បានទេណាបងប្អូនចាហើយខ្ញុំដាក់ធ្វើការដាក់ជាមួយនឹងចាសឹកខ្ទឹមមកយើងហាន់ឲ្យម៉ត់មកហើយបងប្អូនអាចដាក់គ្រឿងបន្ថែមទៀតដូចបកាយហេប៊ីយហឺដាក់ចូលជាមួយនឹងគ្នាណាក៏បានដែរបងប្អូនចាហើយនេះគឺខ្ញុំធ្វើបែបងាយមិនបាច់ដាក់បកាយហឺអីចឹងណាបងប្អូនចាងាយស្រួលមែនតើបន្ទាប់មកទៀតបងប្អូនធ្វើការច្បល់ចូលគ្នាបែបហ្នឹងមកចាធ្វើឲ្យសាច់លបាយចាសាច់របស់យើងគឺចូលគ្នាបានល្អតែម្ដងចាម្ហូបមួយមុខហ្នឹងបងប្អូនចាគឺខ្ញុំចូលចិត្តញ៉ាំតែនចាបន្ទាប់មកសម្រាប់ម្រះនេះបងប្អូនធ្វើការដាក់ជាមួយនឹងម្រះនឹងស្រស់សិនក៏បានអត់ស្រស់ក៏បានដែរប៉ុន្តែបងប្អូនខ្ញុំចម្លែកណាលើកនឹងខ្ញុំធ្វើការស្ងោរម្រះនេះបងប្អូនស្ងោរឲ្យពុះរៀងខ្លាំងរៀងទឹកម្ដងដាក់ថែមទឹកម្ដងទៀតណានិយាយពីថាម្រះយើងគឺឆ្ងាញ់ជាតិហើយអត់មានជាតិល្វីងសូម្បីតែ1%បងប្អូនគឺតំណងឆ្ងាញ់ខ្លាំងមែនតើណាចាហើយបើនិយាយពីដើមវិញបងប្អូនឲ្យផ្ទះខ្ញុំឲ្យតែមានកម្មវិធីអីឡើងចូលចិត្តណាស់រឿងម្រះស្ងោរនេះចាបន្ទាប់មកទៀតយើងមានជាការ៉ុតអីចឹងណាចាហាន់ការ៉ុត3-4ផ្លែមកដាក់ជាមួយនឹងចូលគ្នាហើយការដាក់ការ៉ុតចូលគ្នានេះធ្វើឲ្យទឹករបស់យើងចាទឹកស្ងោរម្រះនេះវាថាជាតិហើយតំណងខ្លាំងមែនតើចាឥឡូវនេះខ្ញុំធ្វើការដាក់ស្ងោរហើយបងប្អូនដាំទឹកឲ្យពុះក៏បានបងប្អូនដាក់ធ្វើការដាក់ដូចខ្ញុំអញ្ចឹងក៏បានដែរណាចាបងប្អូនដាក់អញ្ចឹងមកចាដាក់ទឹកចូលមកហើយសម្រាប់ទឹកនេះខ្ញុំដាក់3ចានណាបងប្អូនចាដាក់ទឹក3ចានមកល្មមតែម្ដងជាមួយនឹងម្រះរបស់យើងចំនួន3ផ្លែហើយខ្ញុំប្រើសាច់ជ្រូកប្រហែលជា2ខាំកន្លះទៅ3ខាំអីចឹងណាហើយនេះបងប្អូនចាពុះហើយនិយាយថាតំណងខ្លាំងមែនតើបើនិយាយថារសជាតិវិញណាបងប្អូនចាសម្រាប់ខ្ញុំឲ្យ10លើ10រ៉េតគឺពោះខ្លាំងមែនតើហើយរសជាតិបងប្អូនធានាថាបងប្អូនញ៉ាំហើយគឺជាប់ចិត្តធានាថាបងប្អូនយកធ្វើតាមខ្ញុំចាឆ្ងាញ់ខ្លាំងមែនតើចារសជាតិវិញគឺអែម